បាទជំរាបសួរពុកម៉ែបងប្អូនទាំងក្នុងក្រៅប្រទេសជាទីគោរពស្រឡាញ់ឥឡូវនេះខ្ញុំបង្ហាញអំពីទស្សនវិជ្ជាប្រាសាទពីមានផនដែតអន្តរព្រំបរិយស្រីវិវេសន្តរនគរតបាត់បរិយសេរុជាបងប្អូនដែលស្ថិតនៅកោះពពីឃុំដែលអត់ស្រុកគិនស្វាយខេត្តកណ្ដាលហើយព្រានាមផលលោកតាគឺលោកតាបោះម៉ាគុអេសីគលីមាព្រំម្ចាស់ប្រាសាទវិមានផនដែតផងដែរអញ្ចឹងបងប្អូនហើយព្រានាមផលលោកពីមុនគឺលោកតាគង់លុនទេដែលលោកប្រែរូបមកសពថ្ងៃលោកតាបោះម៉ាគុអេសីគលីមាព្រំវិញអញ្ចឹងបងប្អូនហើយឥឡូវនេះខួបប្រាសាទលើកទី25គៀកចិត្តចូលមកដល់ហើយបងប្អូនបុណ្យហ្នឹងគឺកម្មវិធីបុណ្យនៅថ្ងៃទី12 13 14ខែមិនិនា2025ផងដែរហើយឥឡូវនេះកូនចៅក៏ញាប់ដៃញាប់ជើងដែរបងប្អូនខ្លះកូនចៅសិស្សគុណខ្លះទៀតហ្នឹងគាត់រៀបចំផ្កាទៅឥឡូវនេះគាត់បានចាក់ផ្កាចាក់កម្រងផ្កាហើយនឹងរៀបចំផ្កាខ្លះទៀតហ្នឹងដើម្បីទៅរៀបចំក្បូរក្បាច់រចនាតុបតែងទៅតាមភ្នំអញ្ចឹងបងប្អូនភ្នំហៅពូនភ្នំខ្សាច់ផងដែរអញ្ចឹងបងប្អូនហើយបងប្អូនកូនចៅខ្លះទៀតគឺលោកយាយលោកតាហើយនឹងបងប្អូនទៀតហ្នឹងគាត់បានរៀបចំគ្រឿងសក្ការៈគាត់ជាបាយសីខាងខ្លះមានបាយសីទៅមានដំឡើងក៏ដូចជាដំឡើងបាយសីហើយនឹងមានសធរដូងសធរដៃក៏ដូចជាមានកម្មវិធីផ្សេងទៀតដែរត្រូវរៀបចំអញ្ចឹងបងប្អូនហើយបងប្អូនខ្លះហ្នឹងក៏រៀបចំប្រាសាទទៅហើយខ្លះមួយចំនួនទៀតហ្នឹងគាត់ខាងមហូបទៅណាបងប្អូនហើយឥឡូវនេះកូនចៅហ្នឹងក៏បានរៀបចំជាច្រើនហើយកម្មវិធីបុណ្យហ្នឹងគឺមានការសែនតបធំទៀតផងបងប្អូនហើយនឹងការរាប់បាតទេសនានឹងមានយុទ្ធក្រមខមសម្ដែងអញ្ចឹងមានល្ខោនសម្ដែងតបភ្លឺហើយនឹងបាញ់ចំរួញនៅពេលយប់ផងដែរបងប្អូនអញ្ចឹងសូមបងប្អូនអញ្ជើញចូលរួមឲ្យបានច្រើនកកផងដែរនៅប្រាសាទពីមានផនដែតផលលោកតាអញ្ចឹងមានការរាប់បាតព្រះសង្ឃនិមន្តចំនួន250អង្គថ្ងៃរាប់បាតនៅថ្ងៃចុងក្រោយអញ្ចឹងបងប្អូនអញ្ចឹងសូមបងប្អូនមូមីអញ្ជើញចូលរួមរាប់បាតដើម្បីចាប់កុសលផលបុណ្យរៀងខ្លួនអញ្ចឹងបងប្អូនចឹងរាល់កំហុសឆ្គងណាមួយដែលខ្ញុំបាននិយាយទៅមានការលឺលួដោយប្រការណាមួយនេះសូមមេត្តាខន្តីពីសំណាក់អាដាមលោកជំទាវភ្ញៀវទីចិត្តឆ្ងាយទាំងក្នុងនិងក្រៅប្រទេសផងដែរហើយកម្មវិធីនោះនៅពេលដែរពិធីសែនតបបញ្ចប់រួចរាល់គឺមានការបញ្ជូនចំពៅទៅតាមទន្លេផងដែរអញ្ចឹងបងប្អូនបញ្ជូនដូនតាទៅតាមចំពៅដើម្បីសុំមគ្គសុំផលពីដូនតាអញ្ចឹងបងប្អូនហើយអ្វីដែលលោកសាងនិងលោកធ្វើរួមជាមួយនឹងកូនចៅសិស្សគុណជាច្រើនហ្នឹងគឺដើម្បីជាតិសាសនាព្រះមហាក្សត្រនគរកម្ពុជាយើងសុខសន្តិភាពផងដែរឲ្យខ្មែរចេះរួបរวมគ្នាតែមួយអញ្ចឹងបងប្អូនហើយនឹងបញ្ជាចាករាល់បាតុភូតផ្សេងកុំឲ្យកើតមានដល់នគរក្រុងកម្ពុជាឲ្យផាត់ផាយទៅតាមទឹកសមុទ្រនិងភ្នំដែលគ្មានមនុស្សនៅអញ្ចឹងបងប្អូនអញ្ចឹងសូមបងប្អូនតាមដានបន្តនៅកម្មវិធីផ្សេងទៀតបងប្អូនព្រោះថាចិត្តបុណ្យហើយបងប្អូននៅខ្វះតែ2ថ្ងៃទៀតទេបងប្អូនបុណ្យហ្នឹងគឺនៅថ្ងៃទី13 12 13 14ខែមិនិនា2025ផងដែរអញ្ចឹងបុណ្យខួបប្រាសាទលើកទី25ឆ្នាំផងដែរអញ្ចឹងសូមបងប្អូនតាមដានបន្តដូចតទៅសូមអរគុណសូមជម្រាបលា